ឧបនាយករដ្ឋមន្ត្រីថៃថាមនុស្សយ៉ាងហោចណាស់3នាក់បានស្លាប់ក្នុងករណីរលំអគារដោយសាររញ្ជួយដីខណៈមានកម្មករសរុប81នាក់ដែលបានជាប់ក្រោមនោះឧបនាយករដ្ឋមន្ត្រីរបស់ប្រទេសថៃបានដឹងថាកម្មករយ៉ាងហោចណាស់3នាក់បានបាត់បង់ជីវិតនៅពេលដែលអគារខ្ពស់មួយខ្នងកម្ពស់ប្រមាណ30ជាន់ដែលកំពុងស្ថិតនៅក្រោមដំណើរការសាងសង់បានដួលរលំនៅថ្ងៃសុក្រនេះដោយសារគ្រោះរញ្ជួយដីកម្រិតធ្ងន់នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ឧបនាយករដ្ឋមន្ត្រីថៃលោកភូមិឋាមវិឆ័យរឆៃបាននិយាយថាមានកម្មករសរុប81នាក់បានជាប់ខ្លួននៅក្រោមគំនរបបែកក្រោយការបាក់ស្រុតអគារខាងលើដែលកើតឡើងនៅភាគខាងជើងទីក្រុងបាងកកដោយសារឥទ្ធិពលរំញ័រនៃគ្រោះរញ្ជួយដីកម្រិតរហូតដល់ 7.7 វិកទ័រដែលបានវាយប្រហារភាគកណ្ដាលប្រទេសមីយ៉ាន់ម៉ាឯណោះគូបញ្ជាក់ថារដ្ឋាភិបាលថៃបានប្រកាសដាក់ទីក្រុងបាងកកជាតំបន់គ្រោះមហន្តរាយកម្រិតទី2ហើយអភិបាលក្រុងលោកឈិតឆាតស៊ីធីពុនត្រូវបានបង្គាប់ឲ្យទទួលបន្ទុកដឹកនាំសម្រាប់សម្រួលកិច្ចប្រឹងប្រែងឆ្លើយតបគ្រោះមហន្តរាយបើតាមលោកឆាតគ្រោះរញ្ជួយដីបានបង្កឲ្យមានការខូចខាតចំពោះអគារខ្ពស់ៗជាច្រើននៅទីក្រុងបាងកកស្របពេលជើងហោះហើរចេញចូលទីក្រុងបាងកកនៅប្រតិបត្តិការជាធម្មតាក្រសួងដឹកជញ្ជូនថៃបានសម្រេចឲ្យអសវកម្មដឹកជញ្ជូនជាសាធារណៈដូចជារថយន្តក្រុងនិងរថភ្លើងជាបណ្ដោះអាសន្នសូមអរគុណសម្រាប់ការទស្សនាចំពោះបងប្អូនថ្មីសូមចុច Subscribe ដើម្បីទទួលបាននូវវីដេអូព័ត៌មានប្រចាំថ្ងៃសូមអរគុណ